Hello សួស្តីអ្នកទាំងអស់គ្នាអញ្ចឹងវីដេអូនេះគឺជាមេរៀនមួយទី0មានន័យថាមេរៀនដំបូងអត់ទាន់មានមេរៀនទេប៉ុន្តែវីដេអូនេះខ្ញុំចង់ធ្វើឡើងដើម្បីឲ្យអ្នកទាំងអស់គ្នាសម្រេចចិត្តថាគួរតែទិញវគ្គដែលខ្ញុំចែករំលែកនេះឬក៏មិនគួរទេអញ្ចឹងដោយសារតែខ្ញុំចែករំលែកវគ្គនេះគឺខ្ញុំនឹងអនុវត្តផ្ទាល់ទៅលើ Channel YouTube ដែលខ្ញុំបានធ្វើជាក់ស្ដែងហើយនឹងខ្ញុំនឹងរៀបចំ deal សារថ្មីទាក់ទងនឹង content ដែលខ្ញុំកំពុងធ្វើហ្នឹងពី0មកហើយយើងនឹងរៀបចំ workflow ធ្វើការងារហ្នឹងជាមួយគ្នានៅក្នុងវីដេអូដែលខ្ញុំនឹងចេញជាវគ្គ1វគ្គ2ទៅបន្តបន្ទាប់ទៅតាម content ដែលខ្ញុំកំពុងតែធ្វើហ្នឹងអញ្ចឹងសម្រាប់ YouTube ដែលខ្ញុំធ្វើនេះគឺជា content មួយដែលវាចំណាយពេលយូរមានន័យថាវាអាចចន្លោះពី1ខែ2ខែ3ខែឬក៏វាអាច delay ទៅដល់5ខែសម្រាប់អ្នកដែលធ្វើអញ្ចឹងបើសិនជាទាក់ទងជាមួយនឹងការធ្វើរបស់អ្នកនរគ្នាធ្វើតាម workflow របស់ខ្ញុំ estimate ថា3ខែប៉ុន្តែខ្ញុំមិនធានាទេព្រោះអីវាទាក់ទងជាមួយទៅនឹងពេលវេលាដែលអ្នកនរគ្នាធ្វើដែរបើសិនជាអ្នកនរធ្វើអត់ទៀងទាត់ទេអ្នកនរគ្នាក៏មិនបានជោគជ័យដែរខ្ញុំអត់ហ៊ានធានាទេអញ្ចឹងមុនពេលដែលអ្នកនរគ្នាសម្រេចចិត្តថាមករៀនវគ្គដែលខ្ញុំចែករំលែកនេះគឺអ្នកនរគ្នាត្រូវគិតឲ្យបានច្បាស់ទី1ទាក់ទងនឹងការចំណាយប្រចាំខែទាក់ទងជាមួយនឹង tool AI មួយចំនួននៅក្នុងវីដេអូនេះខ្ញុំសង្ឃឹមថាអ្នកនរគ្នានឹងសម្រេចចិត្តឲ្យបានច្បាស់មុនពេលអ្នកនរគ្នាចាប់ផ្ដើមដោយសារតែខ្ញុំមិនចង់ឲ្យអ្នកនរគ្នាឃើញដោយសារតែធ្វើទិន្នន័យលុយរបស់ខ្ញុំមិនអ្នកនរគ្នាចាប់ផ្ដើមទៀតទេប៉ុន្តែដោយសារតែសម្រាប់អ្នកដែលមានពេលវេលាគ្រប់គ្រាន់ព្រោះអីវាចំណាយពេលមួយថ្ងៃអាចខ្ទង់1ម៉ោងឬក៏2ម៉ោងដែរសម្រាប់ធ្វើមួយវីដេអូឬក៏2វីដេអូអញ្ចឹងសម្រាប់ចំណូលក៏វាមិនច្រើនដែរអញ្ចឹងអាចមកយើងអាចទូទាត់ការផឹកកាហ្វេឬក៏ចំណូលមួយផ្នែកមួយបន្ទាប់ពីយើងទៅនេពីយើងធ្វើការងារផ្សេងៗដូចខ្ញុំធ្វើជាជាងថតរូបផងជាជាង edit រូបផងអញ្ចឹងខ្ញុំឆ្លៀតពេល1ម៉ោងដើម្បីខ្ញុំធ្វើអញ្ចឹងខ្ញុំធ្វើទៅវាបានលទ្ធផលខ្ញុំចង់ចែករំលែកទៅដល់អ្នកនរគ្នាដែរអញ្ចឹងបើសិនអ្នកនរគ្នាគិតថាអាចរៀនវគ្គនេះបាន